ស្លាប់មន់បំពងទឹកឃុំនេះអាចរៀនយកធ្វើលក់តាមអនឡាញបានអ្នកដែលមានពេលទំនេរចង់រកថវិកាចូលគ្រួសារអីអាចសាក់លបងធ្វើភ្លក់លោមើព្រោះអីឃើញលបលក់ស្លាប់មន់លើ app អនឡាញទឹកបញ្ជូនអីឃើញគេលក់ដាច់ណាចឹងអាចសិក្សាមើលបានស្លាប់មន់បំពងទឹកឃុំមួយមុខនេះធ្វើឲ្យដឹងតែជាប់ចិត្តហើយជាដំបូងគឺយើងធ្វើការសម្អាតជាមួយនឹងស្លាប់មន់របស់យើងជាមុនសិនចំពោះស្លាប់មន់ខ្ញុំយកមកដាក់ច្បាច់ជាមួយនឹងអំបិលលាងសម្អាតជាមួយនឹងទឹកស្អាតពីបើទឹកហើយបន្ទាប់មកខ្ញុំយកមកស្រុះជាមួយនឹងគល់ក្រែងដេងស្លឹកក្រូចហើយថែមអំបិលបន្តិចដើម្បីឲ្យកាត់ក្លិនឆ្អាបហើយណាមួយដើម្បីឲ្យសាច់មន់របស់យើងឆ្អិនបានបន្តិចដែរហើយបន្ទាប់មកខ្ញុំធ្វើការលាយជាមួយនឹងទឹកសោះមានម្សៅស៊ុបប៊ីចេងទឹកម្ទេសផ្អែមទឹកឃ្មុំហើយថែមជាមួយនឹងទឹកឆ្អិនបន្តិចមកហើយបើសិនជាបងប្អូនចូលចិត្តញ៉ាំហឹរថែមជាមួយនឹងម្ទេសហុយបន្តិចទៀតមកហើយចំពោះរសជាតិខ្ញុំយកហឹរប្រៃផ្អែមបន្ទាប់មកយើងចាប់ផ្ដើមមកដាក់អំពងស្លាប់មន់របស់យើងអំពងតែបន្តិចមកគឺរួចរាល់ហើយបន្ទាប់ពីយើងអំពងស្លាប់មន់របស់យើងរួចរាល់ហើយយើងចាប់ផ្ដើមយកស្លាប់មន់របស់យើងនឹងយកមកដាក់ក្លុកជាមួយនឹងទឹកសោះយើងចាក់ទឹកសោះរបស់យើងកូរឲ្យរាងឡើងខាប់បន្តិចហើយចាំយើងចាក់ស្លាប់មន់របស់យើងចូលចាក់ស្លាប់មន់មកហើយបន្តមកទៀតក្លុកទៅពី3តង់មកឲ្យឃើញស្លាប់មន់របស់យើងចូលសប់ជាមួយនឹងទឹកសោះមកគឺរួចរាល់ហើយចំពោះរសជាតិនិយាយពីថាពេលដាក់ជាមួយនឹងស្លាប់មន់ទៅគឺត្រូវធៀបគ្នាណាហើយឥឡូវស្លាប់មន់បំពងទឹកឃ្មុំរបស់យើងក៏រួចរាល់ដែរបើសិនជាយើងចង់ធ្វើឲ្យក្មេងៗញ៉ាំអីយើងមិនថែមជាមួយនឹងម្ទេសហុយទេតែបើសិនជាធ្វើញ៉ាំជុំគ្នាជុំមិត្តភ័ក្តិក្នុងគ្រួសារអីដាក់ម្ទេសហុយចឹងមកគឺតំណងណាហើយបើបានញ៉ាំជុំមិត្តភ័ក្តិអីនិយាយរឿងក្នុងចិត្តអីដាក់មួយឌី2ឌីញ៉ាំអស់អត់ដឹងខ្លួនទេហើយបើបានជ្រលក់ជាមួយនឹងទឹកសោះរបស់យើងទៀតនិយាយពីថាអូយជាតិណាហើយបងប្អូនណាខ្លះដែលចូលចិត្តញ៉ាំជាមួយប្រភេទមន់ពងមន់អីអាចមកសាកធ្វើមុខម្ហូបនេះបានហើយចង់ឲ្យចម្អិនម្ហូបໄວនៅថ្ងៃស្អែកខមមិននៅក្រោមវីដេអូបាយបាយ